នេះគឺជា Airbus ដែលខ្ញុំជិះទៅលេងនៅប្រទេសវៀតណាមកៅអីធំទៅលេងល្អជាប្រភេទកៅអីម៉ាសាចាស់ជិះដឹងតែស្រួលហ្មងមានបន្ទប់ទឹកក្នុងនឹងសំខាន់មាន Wi-Fi ទៀតអ្នកនរគ្នាហើយនៅនេះគឺចែកអាហារ2ពេលឲ្យយើងអាចសុំតែសុំកាហ្វេបានចឹងណាដូចនៅលើយន្តហោះចឹងហើយក្រុមហ៊ុនដែលខ្ញុំបានជិះនេះគឺក្រុមហ៊ុនវីរៈប៊ុនថាំហើយសម្រាប់ម៉ោងវិញគឺគេមានច្រើនម៉ោងមែនតើអ្នកនរគ្នាហើយសម្រាប់ Airbus ដែលខ្ញុំកំពុងជិះនេះដូចតែមានតែប្រហែលម៉ោងដែរទេចឹងអ្នកនរគ្នាអាច check មើលនៅក្រុមហ៊ុនបានសម្រាប់ Airbus នេះនៅក្នុងហ្នឹងគេមានបន្ទប់ទឹកមួយហើយសម្រាប់កៅអីវិញគឺមាន2ជម្រើសគេមានប្រភេទកៅអី$28គឺរៀងទូចហើយខ្ញុំកំពុងអង្គុយនេះគឺជាប្រភេទកៅអីម៉ាសាគឺតម្លៃ$38ហើយកៅអី$38នេះគឺជាប្រភេទកៅអីម៉ាសាគេយើងអាចម៉ាសាខ្នងបានហើយគេមានខ្នើយហើយយើងអាចតម្រេតខ្លួនបានដូចជា80ដឺក្រេអត់មានប៉ះអ្នកក្រោយទេអ្នកនរគ្នាហើយនៅក្នុងហ្នឹងក៏មាន Wi-Fi មានកូនទូរទស្សន៍មួយឲ្យយើងមើល YouTube ស្ដាប់ធម៌ស្ដាប់អីចឹងណាហើយបើយើងអត់ចេះស្ដាប់ធម៌ទេយើងអាចមើលរឿងមើលអីនៅក្នុង YouTube បានតែពីរឿងហ្នឹងគឺទៅដល់ប្រទេសវៀតណាមអីសំខាន់នៅក្នុងឡាននេះភាគច្រើនគឺសុទ្ធតែចាស់ហ្មងដោយសារតែក្រុមហ៊ុន Airbus វីរៈប៊ុនថាំនេះគឺស្រួលអង្គុយមែនអ្នកនរគ្នាហើយ Wi-Fi គេក៏ដាក់អត់តាក់ដែរហើយក្នុងអំឡុងពេលយើងធ្វើដំណើរហ្នឹងក៏មានអូតេសម្នាក់សម្រាប់ service នៅក្នុងឡានដែរអញ្ចឹងយើងចង់បានតែក្តៅតែទឹកកកកាហ្វេឬមួយក៏ទឹកសុទ្ធអីហ្នឹងគឺយើងអាចសុំគេបានព្រោះអីតម្លៃមក$38ក៏ដូចជា$28ហ្នឹងគឺគេ include ទាំងអស់ក្នុងហ្នឹងហើយគេចែកម្ហូបឲ្យយើង2ពេលទៀតហើយពេលដែលទៅដល់ទល់ដៃហ្នឹងគឺយើងចុះវាយ passport ធម្មតាហើយខាងក្រុមហ៊ុនគាត់ជួយរៀបចំឯកសារផ្សេងៗឲ្យយើងអញ្ចឹងណាវាយតែមួយ plate ហ្នឹងគឺបានឡើងឡានវិញហើយអញ្ចឹងបើអ្នកទាំងអស់គ្នាមានកម្រងទៅលេងប្រទេសវៀតណាមមានម៉ាក់ប៉ាចាស់អីចង់ស្រួលជិះណាអ្នកទាំងអស់គ្នាកុំភ្លេចក្រុមហ៊ុនវីរៈប៊ុនថាំប្រភេទ Airbus នេះស្រួលជិះ service គេក៏ល្អដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតអរគុណបាយបាយ